Hello សួស្តីតាចាហៅមកអ្នករៀនទាំងអស់ក្នុងវីដេអូនេះខ្ញុំមកចែករំលែកអ្នកទាំងអស់គ្នាចំនួន3ពាក្យ3ឃ្លាដដែលដែលពាក្យទី1យើងអានថាភីសៀស្បែកជើងស្បែកថាឈွန်ភីសៀឈីឆានជាថាតើផងយោហួនលីថាឈွန်ភីសៀឈីឆានជាថាតើផងយោហួនលីគាត់ពាក់ស្បែកជើងស្បែកទៅចូលរួមមង្គលការរបស់មិត្តភ័ក្តិរបស់គាត់ចាយើងបន្តទៅពាក្យទី2ទៀតពាក្យទី2ដែលអានថាម៉ាស្បែកជើងកវែង我买了一双新的马靴穿起来非常舒服我买了一双新的马靴穿起来非常舒服ខ្ញុំបានទិញស្បែកជើងកវែងថ្មីមួយគូពេលដែលពាក់ទៅគឺមានអារម្មណ៍ផាសុកភាពណាស់ពាក្យទី3ដែលអានថា人字拖ស្បែកជើងទាត់我今天穿人字拖去海边我今天穿人字拖去海边ថ្ងៃនេះខ្ញុំពាក់ស្បែកជើងទាត់ទៅកាន់ឆ្នេរសមុទ្រចាអរគុណបងប្អូនបើមានការខុសឆ្គងសូមអធិស្ឋានផងណាចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ